ជនបទរបស់យើងថ្ងៃនេះគឺយើងមកនិយាយអំពីការផ្ដោតលើខ្លួនឯងការផ្ដោតលើខ្លួនឯងគឺចង់សំដៅទៅលើការដែលយើងរស់នៅក្នុងជីវិតរបស់យើងផ្ដោតទៅលើគោលដៅនៅក្នុងជីវិតរបស់ខ្លួនជាធំដោយមិនរងឥទ្ធិពលពីមជ្ឈដ្ឋាននៅខាងក្រៅទេអញ្ចឹងយើងឃើញថានៅពេលដែលយើងចេះផ្ដោតមកលើខ្លួនឯងរស់នៅផ្ដោតទៅលើខ្លួនឯងជាធំគឺវាផ្ដល់សារៈប្រយោជន៍ខ្លាំងមែនតែនដែលធ្វើឲ្យយើងនឹងនឹកស្មានអត់ដល់ថាហេតុអីបានជាយើងត្រូវចាំបាច់ផ្ដោតមកលើខ្លួនឯងពេលខ្លះការរស់នៅរបស់យើងអត់បានចាប់អារម្មណ៍ទៅលើចំណុចមួយនឹងទេពេលខ្លះយើងរស់នៅដោយអត់ទាន់ស្គាល់ខ្លួនឯងច្បាស់ឬក៏រស់នៅក្រោមឥទ្ធិពលរបស់អ្នកដទៃដែលអត់ដឹងខ្លួនអញ្ចឹងសារៈប្រយោជន៍នៃការផ្ដោតលើខ្លួនឯងទីមួយគឺធ្វើឲ្យយើងនឹងមានទំនុកចិត្តមានភាពជឿជាក់នៅលើខ្លួនឯងទីពីរគឺអាចធ្វើឲ្យយើងនឹងសម្រេចទៅតាមគោលដៅក្តីសម័យរបស់យើងបានមិនថាជាគោលដៅរយៈពេលខ្លីឬក៏គោលដៅរយៈពេលវែងទេទីបីគឺធ្វើឲ្យយើងនឹងមិនចំណាយពេលឥតប្រយោជន៍ទៅលើរឿងដែលគ្មានប្រយោជន៍សោះសម្រាប់ជីវិតក៏ដូចជាគោលដៅរបស់យើងទី4នៅពេលដែលយើងផ្ដោតទៅលើខ្លួនឯងចេះផ្ដោតមកលើខ្លួនឯងហ្នឹងគឺធ្វើឲ្យផ្លូវចិត្តរបស់យើងល្អអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អមិនថាយើងសង្កត់នៅក្នុងស្ថានភាពឬក៏កលៈទេសៈបែបណាគឺយើងអត់សូវខ្វល់ខ្វាយច្រើនពីរឿងដែលមិនមានប្រយោជន៍អត់ធ្វើឲ្យយើងនឹងស្មុគស្មាញច្រើនទេហើយអ្វីដែលពិសេសគឺអាចឲ្យយើងនឹងរកដំណោះស្រាយបានលឿននៅពេលដែលយើងជួបបញ្ហាអ្វីមួយអញ្ចឹងយើងឃើញថាការដែលយើងអាចផ្ដោតលើខ្លួនឯងគឺវាមានសារៈប្រយោជន៍ច្រើនជាពិសេសបើយើងអាចផ្ដោតលើខ្លួនឯងបានយើងនឹងរស់នៅប្រកបទៅដោយប្រសិទ្ធភាពខ្ពស់អញ្ចឹងចំណុចណាខ្លះដែលបង្ហាញថាយើងកំពុងតែជាមនុស្សដែលរស់នៅផ្ដោតលើខ្លួនឯងហើយចំណុចណាខ្លះដែលបញ្ជាក់ថាយើងមិនទាន់រស់នៅផ្ដោតមកលើខ្លួនឯងជាធំនោះទេមនុស្សដែលចេះផ្ដោតមកលើខ្លួនឯងពេលគេធ្វើអីមួយគេអាចចាប់អារម្មណ៍ទៅលើការគិតការយកឃើញរបស់អ្នកដទៃទេបានន័យថានៅពេលដែលគេចង់សម្រេចចិត្តធ្វើសកម្មភាពអ្វីមួយគឺគេអាចបានយកគំនិតអ្នកដទៃមកជាធំថាតើគេយកឃើញបែបណាមកលើខ្លួនគេគិតបែបណាទៅលើកប្បកិរិយារបស់យើងតើយើងធ្វើទៅហ្នឹងគេនឹងគិតថាយើងហ្នឹងជាមនុស្សល្អឬអត់ធ្វើទៅល្អឬអត់ឬក៏ពេលដែលយើងធ្វើទៅគេនឹងអាចសើចចំអកមកលើយើងគឺគេអត់គិតអញ្ចឹងទេសម្រាប់អ្នកដែលចេះផ្ដោតមកលើខ្លួនឯងពេលដែលគេធ្វើរឿងអីមួយគឺគេផ្ដោតមកលើខ្លួនឯងជាធំអ្វីដែលគេគិតគឺគេគិតទៅលើផ្នត់គំនិតរបស់ខ្លួនឯងគិតទៅលើសកម្មភាពរបស់ខ្លួនឯងថាធ្វើទៅមានប្រយោជន៍សម្រាប់គោលដៅរបស់គេឬអត់តើធ្វើទៅអាចធ្វើឲ្យខ្លួនគេនឹងអភិវឌ្ឍឬអត់តើធ្វើទៅនឹងអាចឲ្យខ្លួនគេនឹងមានផលប៉ះពាល់ឬក៏រងឥទ្ធិពលអាក្រក់អ្វីពីសកម្មភាពដែលគេកំពុងធ្វើនឹងដែរឬអត់អញ្ចឹងគេគិតបែបហ្នឹងហើយមិនគេធ្វើតែគេអត់គិតពីអារម្មណ៍របស់អ្នកដទៃថាគេយល់ឃើញបែបណាមកលើខ្លួននៅពេលដែលយើងធ្វើទេនឹងហើយជាការដែលបញ្ជាក់ថាយើងកំពុងតែចេះផ្ដោតមកលើខ្លួនឯងតែបើសិនជាយើងគិតទៅលើអារម្មណ៍របស់អ្នកដទៃជាជាងខ្លួនឯងបានន័យថាយើងកំពុងតែរស់នៅក្រោមឥទ្ធិពលរបស់អ្នកដទៃបានន័យថាការសម្រេចចិត្តរបស់យើងគឺអាស្រ័យទៅលើការយកឃើញរបស់អ្នកដទៃបើសិនជាយើងសម្រេចចិត្តធ្វើសកម្មភាពមួយហ្នឹងហើយយើងគិតទៅលើអារម្មណ៍របស់អ្នកដទៃថាអឺគេមើលមកល្អអញ្ចឹងយើងធ្វើតែពេលដែលយើងគិតថាយើងធ្វើទៅគេមើលមកយើងអត់ល្អអញ្ចឹងយើងនឹងមិនធ្វើទេបែបនេះបង្ហាញថាយើងកំពុងតែរស់នៅក្រោមឥទ្ធិពលនៃការយកឃើញរបស់អ្នកដទៃហើយចំណុចបន្ទាប់ទៀតដែលអាចបញ្ជាក់បានថាយើងជាមនុស្សដែលរស់នៅកំពុងតែផ្ដោតលើខ្លួនឯងដែរគឺយើងផ្ដោតលើគោលដៅខ្លួនឯងជាងផ្ដោតទៅលើគោលដៅរបស់អ្នកដទៃត្រង់ចំណុចនេះអ្នកខ្លះគាត់ធ្វើទៅដោយអត់ដឹងខ្លួនទេអ្នកខ្លះគាត់កំពុងតែរស់នៅលើគោលដៅរបស់អ្នកដទៃដោយអត់ដឹងខ្លួនឯងថាកំពុងតែរស់នៅគោលដៅរបស់អ្នកដទៃទេពេលខ្លះយើងរស់នៅប្រចាំថ្ងៃរបស់យើងសម្លឹងមើលទៅមនុស្សជុំវិញខ្លួនយើងឃើញគេរស់នៅជោគជ័យគេធ្វើសកម្មភាពបែបនេះយើងក៏ចម្លងតាមគេធ្វើដូចគេអានឹងហើយដែលបញ្ជាក់ថាយើងអត់បានផ្ដោតមកលើគោលដៅរបស់យើងទេតែយើងកំពុងតែផ្ដោតទៅលើគោលដៅរបស់អ្នកដទៃទៅវិញសូម្បីតែការដែលយើងរៀបចំខ្លួនតាមគេក៏បង្ហាញថាយើងអត់មានគំនិតជាខ្លួនឯងទេយើងបែរជាមានគំនិតឬក៏អាចនិយាយបានថាចម្លងពីគេយកមកដាក់ខ្លួនឯងវិញហើយអាការចម្លងពីគេយកមកដាក់ខ្លួនឯងវាមិនមែនបានន័យថាយើងយកគំរូល្អពីគេយកមកដាក់ខ្លួនឯងទេបានន័យថាយើង
កំពុងតែដើរទៅតាមអារម្មណ៍របស់គេយើងឃើញគេស្លៀកពាក់ស្អាតយើងឃើញគេរៀបចំខ្លួនស្អាតយើងរៀបចំខ្លួនស្អាតដែរអាហ្នឹងយើងយកគំរូតាមគេល្អប៉ុន្តែឧទាហរណ៍ថាបើសិនជាគេឃើញគេស្លៀកពាក់បែបណាឃើញគេធ្វើបែបណាយើងក៏ធ្វើតាមគេដូច100%តែម្ដងនឹងបញ្ជាក់ថាយើងអត់មានភាពជាខ្លួនឯងទេយើងកំពុងតែរស់នៅចម្លងពីគេឬក៏អាចថាយើងកំពុងតែបណ្ដោយខ្លួនឯងឲ្យคล้ายទៅជាគេវិញអ្នកទាំងអស់គ្នាត្រូវចាំថាមនុស្សយើងម្នាក់ៗមានផ្នត់គំនិតមានសមត្ថភាពមានជំនាញក៏ដូចជារបៀបរបបនៅក្នុងការរស់នៅគឺអត់ដូចគ្នានោះទេសូម្បីតែសមត្ថភាពរបស់យើងអត់ដូចគ្នាទេមិនប្រកាសថាយើងខ្លាំងខាងហ្នឹងហើយគេខ្លាំងដូចយើងទេហើយក៏មិនប្រកាសថាយើងខ្សោយខាងហ្នឹងគេក៏ខ្សោយដូចយើងដែរមិនប្រកាសបែបហ្នឹងទេជារួមគឺយើងត្រូវតែស្គាល់ខ្លួនឯងឲ្យច្បាស់ទើបយើងអាចផ្ដោតមកលើគោលដៅរបស់យើងបានយើងកុំងាយឲ្យអ្នកដទៃអស់ទាញយើងបានយើងអាចសិក្សាអំពីឬក៏យើងមើលអំពីគំរូរបស់គេចំណុចល្អរបស់គេពីភាពតស៊ូភាពរឹងមាំភាពក្លាហានរបស់គេបានព្រោះអាហ្នឹងគឺជាចំណុចមួយដែលយើងគួរតែសិក្សាតាមឧទាហរណ៍ថាគេធ្វើរឿងនឹងមួយបានជោគជ័យតែអាពីក្រោយភាពជោគជ័យរបស់គេហ្នឹងគេចំណាយពេលធ្វើឲ្យគេខ្លះគេប្រឹងធ្វើឲ្យគេខ្លះអញ្ចឹងបើសិនជាយើងមើលទៅលើអាភាពការប្រឹងប្រែងរបស់គេទម្រាំតែគេបានជោគជ័យវាគឺជាចំណុចមួយដែលលើកទឹកចិត្តយើងវិញថាអូទម្រាំតែគេបានជោគជ័យរឿងហ្នឹងគេប្រឹងប្រែងអស់ពីលទ្ធភាពរបស់គេអញ្ចឹងវាធ្វើឲ្យយើងមានកម្លាំងចិត្តថាអញ្ចឹងដើម្បីអាចសម្រេចគោលដៅរបស់យើងបានឬក៏អាចសម្រេចសកម្មភាពមួយនឹងឲ្យជោគជ័យបានលុះត្រាតែយើងប្រឹងធ្វើសកម្មភាពក៏ដូចជាប្រឹងប្រែងតស៊ូឲ្យខ្លាំងដែរមិនប្រកាសថាតើតែយើងអង្គុយរងចាំពេលវេលាឬក៏អង្គុយរងចាំឱកាសផ្ដល់ឲ្យទើបយើងធ្វើនោះទេអញ្ចឹងយើងអាចសិក្សាទៅលើភាពខ្លាំងរបស់គេថាគេធ្វើបែបមិនគេខ្លាំងគេធ្វើបែបមិនគេជោគជ័យអាហ្នឹងគឺជាការយកគំរូតាមតែមិនមែនជាការចម្លងពីគេទេការចម្លងឬក៏ការដើរទៅលើគោលដៅរបស់គេលុះត្រាតែឃើញគេធ្វើបែបម៉េចគឺយើងធ្វើដូចគេធ្វើឧទាហរណ៍ថាគេបើកអាជីវកម្មមួយគេបើកអាជីវកម្មជាអ្នកលក់សម្លៀកបំពាក់អីចឹងទៅប៉ុន្តែយើងអត់មានជំនាញនៅក្នុងការលក់សម្លៀកបំពាក់ទេប៉ុន្តែយើងឃើញគេធ្វើទៅជោគជ័យគេលក់ដាច់គេធ្វើល្អគេមានអតិថិជនច្រើនគេមានភ្ញៀវច្រើនអញ្ចឹងធ្វើឲ្យយើងហ្នឹងមានចិត្តចង់ធ្វើដូចគេដែរយើងក៏ទៅបើកអាជីវកម្មដូចគេលក់សម្លៀកបំពាក់លក់កៅអៅដូចគេប៉ុន្តែផ្ទុយទៅវិញយើងអត់មានចំណូលចិត្តដូចគេទេហើយវាក៏មិនមែនជាគោលដៅរបស់យើងដែរវាមិនមែនជាក្តីស្រមៃរបស់យើងទៀតយើងអត់មានជំនាញដូចគេទៀតអញ្ចឹងវាអត់មានអីក្រៅពីភាពបរាជ័យមកលើយើងហើយយើងខានពេលវេលាទៀតប៉ុន្តែបើយើងសិក្សាថាទម្រាំតែគេបានបើកអាជីវកម្មមួយនឹងបានជោគជ័យតែគេប្រឹងទៅលើឲ្យគេខ្លះអញ្ចឹងបើយើងដឹងថាអូគេធ្វើបែបនេះគេប្រឹងគេធ្វើការមួយថ្ងៃដែលអត់មានឈប់អញ្ចឹងយើងដឹងថាដើម្បីជោគជ័យទៅលើរឿងអីមួយតើយើងតស៊ូយើងប្រឹងប្រែងពីមួយថ្ងៃទៅមួយថ្ងៃអត់ឈប់ដូចគេដែរទើបយើងអាចជោគជ័យអាហ្នឹងគឺជាការយកគំរូតាមដោយមិនមែនជាការចម្លងតាមឬក៏ដើរតាមគោលដៅរបស់គេទេក្រៅពីនេះអ្នកដែលចេះផ្ដោតមកលើខ្លួនឯងគឺជាមនុស្សដែលមិនចូលចិត្តដឹងរឿងរបស់អ្នកដទៃឬក៏អត់ទៅខ្វល់ខ្វាយបញ្ហាជំនួសអ្នកដទៃទេអ្នកខ្លះគាត់ចូលចិត្តចង់ដឹងរឿងគេស្មាននេះគេធ្វើអីពេលនេះគេធ្វើអីគេទៅណាខ្លះគេធ្វើអីខ្លះគេញ៉ាំអីខ្លះឬក៏គេនិយាយអីខ្លះអាហ្នឹងគឺជាពេលដែលយើងចំណាយទៅអត់ប្រយោជន៍ដោយមិនទទួលបានអ្វីមកវិញទេក្រៅពីធ្វើឲ្យយើងខ្វល់ចិត្តកាលណាដែលយើងចូលចិត្តដឹងរឿងអ្នកដទៃវាអត់មានអីក្រៅពីធ្វើឲ្យយើងចេះដឹងរឿងគេអត់ប្រយោជន៍ទេចង់គេធ្វើអីជារឿងរបស់គេគេរស់នៅបែបម៉េចក៏ជារឿងរបស់គេគេជោគជ័យគេពិបាកគេកើតទុក្ខក៏ជារឿងរបស់គេលុះត្រាតែគេមកសុំជំនួយពីយើងបើយើងអាចជួយបានយើងក៏ជួយទៅតាមលទ្ធភាពរបស់យើងប៉ុន្តែបើសិនជាគេមិនសុំជំនួយពីយើងទេយើងអត់មានហេតុផលចាំបាច់អីដែលយើងត្រូវទៅជួយគេដោយគេមិនសុំពីយើងទេសំខាន់គឺយើងប្រឹងធ្វើម៉េចឲ្យជីវិតរបស់យើងរស់នៅដោយភាពល្អប្រសើរសំខាន់យើងជួយខ្លួនឯងឲ្យរស់សិនដោយពាក្យគេថាជួយខ្លួនឯងឲ្យបានសិនចាំទៅជួយអ្នកដទៃអញ្ចឹងអ្នកដែលគាត់ជាមនុស្សដែលផ្ដោតលើខ្លួនឯងណាគឺគាត់អត់ចាប់អារម្មណ៍ពីជីវិតរបស់អ្នកដទៃថាគេរស់នៅបែបណាទេសំខាន់គឺជីវិតរបស់គាត់តើគាត់គួរតែរស់នៅបែបណាដើម្បីអាចសម្រេចជោគជ័យទៅលើគោលដៅរបស់គាត់បានព្រោះ
មុននឹងគាត់អាចផ្ដោតលើខ្លួនឯងបានមុននឹងគាត់តើគោលដៅទុកគឺគាត់ដឹងរួចជាស្រេចគាត់ស្វែងយល់ពីខ្លួនឯងរួចជាស្រេចថាខ្លួនគាត់នឹងចង់ក្លាយទៅជាមនុស្សបែបណានាពេលអនាគតតែពេលនេះផងដែរអ្នកដែលគាត់ចេះផ្ដោតទៅលើជីវិតរបស់ខ្លួនជាធំគាត់ជាមនុស្សដែលក្លាហានហើយរឹងមាំអញ្ចឹងគាត់ក្លាហានទៅលើចំណុចដែលអាចនិយាយបានថាជាមនុស្សដែលហ៊ានដើរនៅលើផ្លូវខ្លួនឯងដោយមិនខ្លាចអ្នកដទៃសើចចំអកត្រង់ចំណុចហ្នឹងគឺគាត់អត់ខ្វល់អំពីការយល់ឃើញរបស់អ្នកដទៃទេប៉ុន្តែគាត់ហ៊ានដើរទៅលើអ្វីដែលគាត់ធ្វើមិនថាអ្វីដែលគាត់កំពុងធ្វើហ្នឹងលទ្ធផលវាអាចនឹងជោគជ័យឬក៏បរាជ័យគឺគាត់រីករាយនឹងទទួលហើយគាត់ចាប់ផ្ដើមកែប្រែវឹកហាត់បន្ថែមហើយចាប់ផ្ដើមធ្វើវាម្ដងទៀតដោយអត់ខ្វល់អំពីការសើចចំអករបស់អ្នកដទៃទេនិយាយរួមគឺអ្នកដទៃអត់មានឥទ្ធិពលមកលើជីវិតរបស់គាត់ទេនឹងហើយជាការផ្ដោតលើខ្លួនឯងដែលខ្លាំងនិងល្អបំផុតក្រៅពីនេះគឺអ្នកដែលគាត់ចេះផ្ដោតលើខ្លួនឯងការរស់នៅរបស់គាត់ណាគឺអត់មានងាយរងឥទ្ធិពលពីបរិយាកាសខាងក្រៅទេបានន័យថាគាត់ចេះគ្រប់គ្រងអារម្មណ៍របស់គាត់បានល្អអារម្មណ៍របស់គាត់អត់ឡើងចុះទៅតាមមនុស្សដែលគាត់បានជួបទេអ្នកទាំងអស់គ្នាដែលចាប់អារម្មណ៍របស់ខ្លួនឯងនៅក្នុងការរស់នៅពីមួយថ្ងៃទៅមួយថ្ងៃអត់ថាតែយើងនឹងកំពុងតែជាមនុស្សផ្ដោតទៅលើខ្លួនឯងឬក៏ជាមនុស្សដែលផ្ដោតទៅលើអ្នកដទៃរងឥទ្ធិពលអំពីអ្នកដទៃច្រើនជាងអារម្មណ៍របស់ខ្លួនឯងពេលខ្លះក្នុងមួយថ្ងៃយើងជួបមនុស្សច្រើនដែលអាចនិយាយបានថាយើងសឹងតែមិនដឹងថាយើងជួបអ្នកណាខ្លះទុកមុនទេអញ្ចឹងពេលដែលយើងជួបមនុស្សដែលគាត់និយាយល្អគាត់និយាយលើកទឹកចិត្តអារម្មណ៍របស់យើងក៏ល្អទៅតាមហ្នឹងប៉ុន្តែស្រាប់តែយើងទៅជួបមនុស្សដែលគាត់និយាយបំបាក់ទឹកចិត្តយើងឬក៏គាត់និយាយថ្លៃអំពីទុកសោករបស់គាត់ឬក៏គាត់និយាយមើលងាយដល់យើងវាធ្វើឲ្យអារម្មណ៍របស់យើងធ្លាក់ចុះលែងជឿជាក់លើខ្លួនឯងហើយលែងមានអារម្មណ៍ធ្វើការងារអីទាំងអស់បែរជាយកពាក្យសម្ដីរបស់គេហ្នឹងយកមកគិតថាគេធ្វើសម្ដីរបស់គេហ្នឹងនិយាយចេញមកតាមត្រូវឬអត់ពាក្យដែលគេនិយាយចេញមកវិនិច្ឆ័យមកលើខ្លួនយើងហ្នឹងតើទៅឬអត់យើងមិនជាយើងយកគិតយករឿងហ្នឹងយកមកគិតអាហ្នឹងហ่าបង្ហាញថាយើងកំពុងតែរងឥទ្ធិពលពីបរិយាកាសខាងក្រៅមនុស្សដែលគាត់ផ្ដោតលើខ្លួនឯងមិនថានៅក្នុងមួយថ្ងៃហ្នឹងគាត់ជួបនៅប្រភេទមនុស្សបែបណាទេប៉ុន្តែគាត់អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អបានន័យថាគាត់មិនថាគាត់ជួបមនុស្សសប្បាយមនុស្សកើតទុកមនុស្សនិយាយមើលងាយឬក៏មានបញ្ហាចំនួនបែបណាគឺគាត់អាចដើរតាមក្តីសម័យរបស់គាត់តាមធម្មតាគាត់នៅធ្វើសកម្មភាពទៅតាមគោលដៅរបស់គាត់ដែលគាត់បានដៅទុកគាត់ធ្វើសកម្មភាពទៅតាមផែនការដែលគាត់បានសរសេរទុកបានធម្មតាដោយអារម្មណ៍របស់គាត់តាមអារម្មណ៍របស់គាត់គឺអត់មានឡើងចុះទៅតាមអ្នកដទៃដែលផ្ដល់មកឲ្យគាត់ទេប៉ុន្តែគឺគាត់ធ្វើអ្វីទៅតាមផ្នត់គំនិតការយល់ឃើញរបស់គាត់ដោយអារម្មណ៍របស់គាត់អញ្ចឹងអ្នកដទៃគឺអត់មានអ្នកណាដែលអាចគ្រប់គ្រងទៅលើអារម្មណ៍របស់គាត់បានទេដូចពាក្យគេថាគ្មានអ្នកណាម្នាក់ដែលអាចធ្វើឲ្យយើងឈឺចាប់បើសិនជាយើងមិនអនុញ្ញាតអញ្ចឹងទោះបីជាគេនិយាយមើលងាយយើងប៉ុណ្ណាលាបពណ៌ប៉ុណ្ណានិយាយដាំយើងយ៉ាងណាក៏ដោយបើសិនជាយើងអត់យកពាក្យទាំងអស់ហ្នឹងមកគិតទេគឺអត់មានផលប៉ះពាល់អីមកលើអារម្មណ៍របស់យើងឯងសំខាន់យើងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងយើងអត់ចាំបាច់ត្រូវយកអារម្មណ៍ខ្លួនឯងទៅផ្ទូផ្ទាត់ជាមួយនឹងយើងអត់ចាំបាច់យកអារម្មណ៍ខ្លួនឯងទៅពិបាកជាមួយនឹងការយល់ឃើញរបស់អ្នកដទៃទេកាលណាដែលយើងព្យាយាមឲ្យខ្លួនឯងមានអារម្មណ៍ទៅតាមការយល់ឃើញរបស់អ្នកដទៃឬក៏ពាក្យសម្ដីរបស់អ្នកដទៃវាធ្វើឲ្យខ្លួនយើងនឹងកើតទៅជាជំងឺមួយដែលហៅថាខ្វល់ខ្វាយច្រើនគិតច្រើនហើយពេលខ្លះយើងពិបាកចិត្តដែលអត់ដឹងខ្លួនទេអញ្ចឹងអ្នកដែលអាចផ្ដោតមកលើខ្លួនឯងបានគឺគេអត់ងាយរងឥទ្ធិពលពីនរណាទាំងអស់ពីអារម្មណ៍របស់អ្នកណាទាំងអស់ទោះបីអ្នកនោះនិយាយអាក្រក់ពីគាត់យ៉ាងម៉េចក៏គាត់ធម្មតាគាត់អត់ខ្វល់ខ្វាយច្រើនទៅលើពាក្យសម្ដីដែលគ្មានប្រយោជន៍ទាំងអស់ហ្នឹងទេក្រៅពីនេះទៀតអ្នកដែលគាត់ចេះផ្ដោតមកលើខ្លួនឯងណាគឺចំណុចមួយទៀតគឺគាត់អត់ជាមនុស្សដែលមិនចេះចំណែនមិនចេះប្រកួតប្រជែងឬក៏ឈ្នានីសទៅលើអ្នកណាទេបែរន័យថាគាត់ផ្ដោតមកលើខ្លួនឯងគាត់ប្រកួតប្រជែងជាមួយនឹងខ្លួនឯងចឹងគាត់អត់មានពេលទៅខ្វល់ខ្វាយទៅយកខ្លួនឯងទៅប្រៀបធៀបអ្នកដទៃហើយធ្វើឲ្យខ្លួនឯងមានចិត្តច្នៃគេឈ្នានីសគេឬក៏ព្យាយាមធ្វើម៉េចឲ្យលើសគេទេគាត់ផ្ដោតតែទៅលើខ្លួនឯងគាត់ព្យាយាមប្រកួតប្រជែងជាមួយនឹងខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃថាថ្ងៃនេះតើគាត់បានធ្វើរឿងល្អអីគេខ្លះជាងថ្ងៃម្សិលមិញហើយតើថ្ងៃនេះគាត់បានផ្លាស់ប្ដូរទម្លាប់អាក្រក់របស់គាត់ហ្នឹងបានច្រើនប៉ុណ្ណាជាងថ្ងៃម្សិលមិញអានេះហើយគឺជាការផ្ដោតលើខ្លួនឯងដែលមានប្រសិទ្ធភាពខ្ពស់បំផុតគាត់អត់មានពេលទំនេរទៅប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃទេអ្នកទាំងអស់គ្នាត្រូវចាំថា
កាលណាដែលយើងយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃវាអត់បានប្រយោជន៍អីក្រៅពីធ្វើឲ្យខ្លួនឯងឈឺចាប់ទៅវិញទេពីព្រោះកាលណាដែលយើងយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃភាគច្រើនយើងតែងតែយកចំណុចដែលយើងអត់មានយកទៅប្រៀបធៀបអ្វីដែលគេមានអញ្ចឹងវាធ្វើឲ្យយើងនឹងបាក់ទឹកចិត្តទៅវិញទេអ្នកទាំងអស់គ្នាគួរតែប្រកួតប្រជែងជាមួយនឹងខ្លួនឯងជាធំវិញល្អជាងព្រោះកាលដែលយើងចេះប្រកួតប្រជែងជាមួយនឹងខ្លួនឯងវាធ្វើឲ្យខ្លួនយើងនឹងរីកចម្រើនហើយមានក្តីសុខផ្លូវចិត្តទៀតចំណុចបន្តទៀតគឺអ្នកដែលគាត់ចេះផ្ដោតលើខ្លួនឯងគឺគាត់ចេះព្យាយាមអភិវឌ្ឍខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃបានន័យថាគាត់ខ្វល់អំពីខ្លួនឯងអញ្ចឹងគាត់ដឹងថាតើគាត់រាល់ថ្ងៃហ្នឹងមានចំណុចខ្វះខាតនៅត្រង់ចំណុចណាខ្លះចំណុចខ្សោយត្រង់ចំណុចណាខ្លះហើយតើគោលដៅរបស់គាត់ហ្នឹងត្រូវការសមត្ថភាពប៉ុណ្ណាទើបអាចសម្រេចជោគជ័យបានអញ្ចឹងគាត់នឹងព្យាយាមហ្វឹកហាត់បន្ថែមព្យាយាមអភិវឌ្ឍខ្លួនឯងបន្ថែមដើម្បីឲ្យខ្លួនឯងកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃហើយអ្នកដែលផ្ដោតទៅលើខ្លួនឯងមួយទៀតនោះគឺអត់ចេះអំនួតទៅលើខ្លួនឯងទេពីព្រោះអីគឺគាត់យល់អំពីខ្លួនឯងច្បាស់ថាយើងខ្សោយយើងខ្លាំងខាងអីហើយមានទឹកចិត្តល្អទៀតអត់ចេះប្រកួតប្រជែងហើយក៏អត់មានចិត្តអំនួតទៅលើខ្លួនឯងហើយទៅមើលងាយអ្នកដទៃទេព្រោះអ្នកដែលគាត់ចេះផ្ដោតលើខ្លួនឯងហើយផ្ដោតទៅលើខ្លួនឯងបែបគុណធម៌ហើយនឹងសុជីវធម៌គឺជាមនុស្សម្នាក់ដែលមិនកេងផលប្រយោជន៍ពីអ្នកដទៃដើម្បីតែខ្លួនឯងទទួលបានផលប្រយោជន៍គឺអត់ទេអញ្ចឹងយើងឃើញថានៅពេលដែលយើងចេះផ្ដោតមកលើខ្លួនឯងគឺធ្វើឲ្យជីវិតរបស់យើងទទួលបាននូវសារៈប្រយោជន៍ច្រើនមែនទែនជាពិសេសនោះគឺធ្វើឲ្យយើងសម្រេចបានទៅលើអ្វីដែលយើងចង់បានអាចនិយាយបានថាជីវិតរបស់យើងរស់នៅគឺប្រកបទៅដោយប្រសិទ្ធភាពបើសិនជាអ្នកទាំងអស់គ្នាមិនទាន់ចេះផ្ដោតលើខ្លួនឯងទេអាចសាកល្បងរៀនផ្ដោតលើខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងអស់គ្នានឹងយល់ឃើញថាខ្លួនឯងមានផ្លូវចិត្តរឹងមាំខ្លាំងជាងមុនហើយអារម្មណ៍របស់យើងស្រស់ថ្លាជាងមុនយើងអត់សូវខ្វល់ខ្វាយច្រើនទេទោះបីជាយើងជួបបញ្ហាមែនប៉ុន្តែយើងអាចដោះស្រាយបញ្ហាបានដោយល្អអារម្មណ៍របស់យើងក៏វាអត់ខ្វល់ខ្វាយដោយការពីមុនដែរជាពិសេសនៅពេលដែលយើងដកខ្លួនចេញពីការយល់ឃើញរបស់អ្នកដទៃយើងអត់ចាប់អារម្មណ៍ថាគេមើលឃើញឬក៏គេយល់ឃើញបែបណាមកលើយើងណាគឺធ្វើឲ្យយើងស្រាលខ្លួនជាងមុនជាពិសេសនៅពេលដែលយើងដកខ្លួនចេញពីការយល់ឃើញរបស់អ្នកដទៃយើងអត់ចាប់អារម្មណ៍យើងអត់ខ្វល់អំពីការយល់ឃើញរបស់អ្នកដទៃថាគេមើលមួយយើងជាមនុស្សបែបណាគឺយើងស្រាលខ្លួនជាងមុនហើយអ្វីដែលសំខាន់គឺយើងរីករាយនឹងជីវិតរបស់យើងជាងមុនយើងដឹងថាតើយើងចង់បានអីឲ្យពិតប្រាកដជាងយើងខ្វល់អំពីការចង់បានរបស់អ្នកដទៃមកលើយើងវិញអ្នកទាំងអស់គ្នាត្រូវចាំថាយើងអាចផ្គប់ចិត្តមនុស្សទាំងអស់គ្នាបានទេអញ្ចឹងបើសិនជាយើងមិនអាចផ្គប់ចិត្តអ្នកដទៃបានទាំងអស់គ្នាទេយើងគួរតែមកផ្គប់ចិត្តខ្លួនឯងវិញជាងយកពេលទៅផ្គប់ចិត្តអ្នកដទៃហើយធ្វើឲ្យខ្លួនឯងឈឺចាប់បើយើងទៅផ្គប់ចិត្តមនុស្សគ្រប់គ្នាវាធ្វើឲ្យយើងបាត់បង់ភាពជាខ្លួនឯងហើយមិនបានធ្វើឲ្យខ្លួនឯងរីកចម្រើនបាត់បង់តម្លៃរបស់ខ្លួនធ្វើឲ្យខ្លួនឯងនឹងលែងមានគុណភាពជីវិតអញ្ចឹងយើងគួរតែផ្គប់ចិត្តខ្លួនឯងតម្រូវចិត្តខ្លួនឯងដោយមិនមានភាពអាត្មានិយមទៅធ្វើឲ្យជីវិតរបស់យើងនឹងរស់នៅប្រកបដោយប្រសិទ្ធភាព